សិស្សានុសិស្សថ្នាក់មត្តេយ្យកម្រិតខ្ពស់នៃសាលាធនធានពលិកម្ពុជាចូលរួមទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអនុវត្តន៍នាព្រឹកថ្ងៃសុក្រទី31ខែកក្កដាឆ្នាំ2026លោកស្រីហាស៊ីឡានាយិកាសាលាធនធានពលិកម្ពុជារួមជាមួយលោកគ្រូអ្នកគ្រូបានដឹកនាំសិស្សានុសិស្សថ្នាក់មត្តេយ្យកម្រិតខ្ពស់ចំនួន95នាក់ក្នុងនោះសិស្សស្រី50នាក់ទៅធ្វើទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអនុវត្តន៍ស្ថិតនៅភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងដើម្បីឲ្យកុមារបានស្គាល់ពីបរិយាកាសសិក្សានៅកម្រិតបឋមសិក្សានិងត្រៀមខ្លួនឈានចូលថ្នាក់ទី1នាពេលខាងមុខនេះគឺជាលោកគ្រូអ្នកគ្រូលោកនាយិកានិងលោកនាយកដែលដឹកនាំដោយអ្នកគ្រូឈ្មោះម៉េចអ្នកគ្រូឈ្មោះហាសីឡាអ្នកគ្រូហេតុអីបាននាំកូនក្មេងមត្តេយ្យនៅលើកុមារមកហ្នឹងអ្នកគ្រូចាដោយសារកុមារអាយុ5ឆ្នាំគាត់ត្រូវត្រៀមខ្លួនឡើងថ្នាក់ទី1អញ្ចឹងហើយយើងត្រូវនាំគាត់ឲ្យមកស្គាល់សាលាថ្នាក់ទី1ដើម្បីត្រៀមខ្លួនឆ្នាំក្រោយគាត់មករៀនគាត់មានចំណេះដឹងស្រាប់នៅក្នុងការមករៀននៅសាលាបឋមបាទហើយអ្នកគ្រូដឹកនាំសិស្សានុសិស្សកុមារមត្តេយ្យហ្នឹងមកប្រហែលអ្នកដែរអ្នកគ្រូទាំងអស់មាន2ថ្នាក់អាយុកុមារអាយុ5ឆ្នាំហ្នឹងមាន2ថ្នាក់កម្រិតខ្ពស់កនិងកម្រិតខ្ពស់ខសរុបទាំងអស់ចំនួន96នាក់បាទអរគុណណាស់អ្នកគ្រូដែលបាននាំកូនក្មេងតូចៗដើម្បីមកទស្សនកិច្ចនៅសាលាបឋមសិក្សាអនុវត្តដើម្បីនឹងឲ្យកូនសិស្សសាលាមត្តេយ្យលើកុមារនេះបានទទួលការទស្សនកិច្ចនៅសាលាបឋមសិក្សាអនុវត្តដែលរៀបចំដោយលោកស្រីអង្គភាពជានាយិកាសាលាបឋមសិក្សានិងលោកទ្រីភាពជានាយករងព្រមទាំងគូអ្នកគ្រូទាំងអស់អញ្ចឹងនៅថ្ងៃនេះតើមានអីសោកស្ដាយទៅសាធារណជនទេចាឲ្យមានការគ្រប់គ្រងយ៉ាងម៉េចចាចង់ជម្រាបជូនដល់សាធារណជនដូចជាមាតាបិតាទាំងអស់ដែលមានកូនអាយុ5ឆ្នាំដែលត្រូវគ្រប់អាយុចូលរៀនសូមឲ្យគាត់ចូលរៀនដើម្បីត្រៀមខ្លួនឡើងថ្នាក់ទី1ចាដើម្បីឲ្យគាត់ក្លាហានពេលដែលគាត់មានភាពក្លាហាននៅក្នុងការចូលរៀនដូច្នេះពេលដែលអំឡុងពេលសិក្សាថ្នាក់ទី1គឺគាត់រៀនបានចំណាប់ថ្នាក់ល្អបន្ទូលល្អដោយសារគាត់មានភាពក្លាហានតែគាត់ស្គាល់ថ្នាក់ទី1គាត់ស្គាល់សាលាស្រាប់អញ្ចឹងគាត់អាចមករៀនដោយភាពជោគជ័យដោយភាពជឿជាក់ចាមានតែប៉ុណ្ណឹងអរគុណអ្នកគ្រូអរគុណច្រើនជម្រាបបាទក្នុងឱកាសនោះគណៈគ្រប់គ្រងនិងសិស្សានុសិស្សទាំងអស់បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រីអង្គសុភាពនាយិកាសាលាបឋមសិក្សាអនុវត្តន៍ព្រមទាំងលោកនាយករងលោកគ្រូអ្នកគ្រូនិងបុគ្គលិកអប់រំទាំងអស់ដោយបានបង្ហាញពីស្មារតីសាមគ្គីកិច្ចសហការនិងការយកចិត្តទុកដាក់ចំពោះការអប់រំកុមារជាកិច្ចស្វាគមន៍លោកស្រីនាយិកាសាលាបឋមសិក្សាអនុវត្តន៍បានធ្វើបទបង្ហាញអប់រំដល់សិស្សានុសិស្សអំពីស្នាដៃនិងគុណូបការៈរបស់លោកតាក្រមងុយសម្ដេចព្រះសង្ឃរាជជួនណាតនិងព្រះបាទជ័យវរ្ម័នទី7ក្នុងគោលបំណងបណ្ដុះស្មារតីស្រឡាញ់ជាតិគោរពវប្បធម៌ប្រវត្តិសាស្ត្រនិងបេតិកភណ្ឌជាតិដល់កុមារតាំងពីវ័យក្មេងបន្ទាប់មកសិស្សានុសិស្សបានទស្សនាបន្ទប់រៀនបណ្ណាល័យទីធ្លាលេងនិងហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលាព្រមទាំងបានស្វែងយល់ពីសកម្មភាពសិក្សានិងការរស់នៅក្នុងបរិយាកាសសាលាបឋមសិក្សាដែលជាបទពិសោធន៍ថ្មីនិងជួយបង្កើនភាពក្លាហានទំនុកចិត្តនិងការត្រៀមខ្លួនសម្រាប់ការសិក្សានាពេលខាងមុខដំណើរទស្សនកិច្ចសិក្សានេះបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសសប្បាយរីករាយនិងពោរពេញដោយអត្ថន័យដោយឆ្លុះបញ្ចាំងពីកិច្ចសហការល្អរវាងស្ថាប័នអប់រំទាំងពីរក្នុងការលើកកម្ពស់គុណភាពអប់រំនិងការអភិវឌ្ឍកុមារតូចៗឲ្យមានមូលដ្ឋានរឹងមាំសម្រាប់ការសិក្សានៅកម្រិតបន្ត